ទាំងអស់គ្នាបាទអរគុណច្រើនទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងងាកទៅមើលព័ត៌មានជាបន្តទៅទៀតពីខាងខេត្តប្រសេងអនុវិញម្ដងពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យដែលកើតឡើងកាលពីម្សិលមិញវេលាម៉ោងប្រហែលជា4បាទគឺម៉ោង4រសៀលគឺម៉ោង3រសៀលបាទគឺមានករណីអគ្គិភ័យមួយបានធ្វើការឆាបឆេះឡើងនៅក្នុងសង្កាត់បាទគឺលេខ4បាទគឺថាបន្ទាប់ពីទទួលបាននៅដំណឹងថាមានករណីអគ្គិភ័យបានកើតឡើងគឺលោកសកកដាអភិបាលក្រុងព្រះសីហនុបានដឹកនាំក្រុមបាទគឺកម្លាំងចម្រុះចុះទៅអន្តរាគមន៍ទៅដល់ទីតាំងកន្លែងកើតហេតុតែម្ដងបាទអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន2ខ្នងដែលស្ថិតនៅក្នុងម្ដុំអូ1ភូមិបាទគឺ1សង្កាត់លេខ4ក្រុងខេត្តព្រះសីហនុហើយករណីបាទគឺអគ្គិភ័យខាងលើនេះគឺបានបាទគឺកាត់ឡើងកាលពីវេលាម៉ោងបាទគឺ4បាទគឺរសៀលបាទជាស្អែកគឺនៅវេលាម៉ោង3រសៀលត្រូវនៅថ្ងៃទី2ខែមេសាឆ្នាំ2025ហើយម្ចាស់ផ្ទះរងគ្រោះមានឈ្មោះថាត្រង់ចម្រើនអាយុ35ឆ្នាំមុខរបរដឹកបាទគឺអីវ៉ាន់ក្នុងផ្សារលើស្នាក់នៅបាទគឺកន្លែងកើតហេតុដោយឆេះផ្ទះអស់ទាំងស្រុងហើយផ្ទះធ្វើអំពីឈើប្រក់បាទគឺសាំងរស័យដែលមានទំហំ8ម៉ែត្រគុណ6ម៉ែត្ររីឯផ្ទះបាទគឺម្ចាស់ផ្ទះម្នាក់ទៀតមានឈ្មោះថាអួងស្រីនីអាយុ46ឆ្នាំមុខរបរលក់កាហ្វេបាទគឺស្នាក់នៅផ្ទះបាទគឺកន្លែងកើតហេតុដោយផ្ទះគឺសាងសង់អំពីឈើលើថ្មក្រោមខូចខាតប្រហែល 40% ដែលមានទំហំ6ម៉ែត្រគុណនឹង10ម៉ែត្រព្រមទាំងទ្រព្យសម្បត្តិមួយចំនួនផ្សេងទៀតដោយភ្លាមនោះកម្លាំងកងកម្លាំងសមត្ថកិច្ចចម្រុះក៏បាទគឺនឹងរថយន្តពលអគ្គិភ័យបានចោះទៅអន្តរាគមន៍ដើម្បីធ្វើការទប់ស្កាត់ពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុព្រោះខ្លាចឆ្លងរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតដែលនៅជិតកន្លែងកើតហេតុនោះហើយនៅក្នុងការចោះអន្តរាគមន៍ខាងលើនេះដែរដឹកនាំដោយលោកសកកដាអភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុរួមទាំងកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទនិងរថយន្តពលអគ្គិភ័យធ្វើការដឹកនាំបញ្ជាផ្ទាល់នៅនឹងកន្លែងកើតហេតុតែម្ដងសូមបញ្ជាក់ផងដែរថានៅក្នុងការចោះអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើនេះដែរដោយបានប្រើប្រាស់នៅរថយន្តពន្លត់អគ្គិភ័យចំនួន5គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន6ឡានដោយក្នុងនោះគឺមានដូចជារថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន1គ្រឿងប្រើប្រាស់អស់ចំនួន1ឡានរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន3គ្រឿងប្រើប្រាស់ទឹកអស់ចំនួន2ឡាននិងរថយន្តសង្គ្រោះបាទគឺគ្រោះមហន្តរាយ911ចំនួន1គ្រឿងប្រើប្រាស់ទឹកអស់ចំនួន3ឡានហើយក្នុងករណីអគ្គិភ័យនេះដែរគឺបណ្ដាលឲ្យមានការខូចខាតនៅសម្ភារៈមួយចំនួនហើយនឹងបានទប់ស្កាត់ពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោងប្រមាណ4:20នាទីបាទគឺដោយក្នុងនោះគឺមិនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយហើយក្នុងករណីអគ្គិភ័យខាងលើនេះដែរគឺបណ្ដាលបាទគឺមកពីអ្វីគឺមិនទាន់បានដឹងច្បាស់ដល់ឡើយទេដោយនៅក្នុងនោះគឺដាក់ការសង្ស័យដំបូងគឺអាចនឹងមានការបណ្ដាលពីការឆ្លងចរន្តអគ្គិសនីធ្វើឲ្យមានការផ្ទុះខ្សែខ្សែភ្លើងបង្កឡើងទៅជាអគ្គិភ័យបែបនេះតែម្ដងបាទតែកាលណាមានបញ្ហាឆាបឆេះហើយបងប្អូនប្រជាពលរដ្ឋរត់ជន់ជើងគ្នាហើយទៀតបាទអញ្ចឹងយើងថាអ្នកស្រុកអ្នកភូមិអ្នកនៅចិត្តខាងគ្នាជួយស្ដាប់គ្នាទៀតបាទឮសូរសំឡេងផ្ទុះធំក្លិនឆ្ងៀមធំក្លិនបែបផ្សែងហុយមិនស្រួលអីជួយគ្នាបាទបងប្អូនអ្នកស្រុកអ្នកភូមិភាគច្រើនអញ្ចឹងគាត់ឮសូរសំឡេងផ្ទុះឬធំក្លិនឆ្ងៀមធំក្លិនឬឃើញផ្សែងហុយអីគាត់ច្រើនតែខ្នះខ្នែងជួយគ្នាបាទជួយបលុតតាន់ពេលវេលាព្រោះការដែលយើងចេះជួយគ្នាចិត្តខាងនៅក្នុងដំណាក់កាលតិចណាហាក់ដូចជាជួយសង្គ្រោះផ្ទះរបស់យើងដែរព្រោះផ្ទះចិត្តគ្នាពេលខ្លះបាទឆេះពីផ្ទះមួយទៅផ្ទះមួយឆ្លងរាលដាលហើយទទូចឲ្យបងប្អូនប្រជាពលរដ្ឋអ្នកភូមិអ្នកស្រុកចឹងអ្នកភូមិផងលបងចិត្តគ្នាចេះជួយលើកបតិយើងលើកយោបល់ទាំងអស់គ្នានេះយើងនិយាយអំពីអ្នកភូមិអ្នកស្រុកឲ្យគាត់ចេះនិយាយគ្នាចេះជជែកគ្នាចេះផ្ដល់យោបល់គ្នាអើយពូអើយមីងអើយយ៉ាត់យ៉ែងណាភ្លើងទៀនភ្លើងធូបអីខ្សែភ្លើងការដុតទៀនដាំបាយដាំស្លចក្រានអុសចក្រានហ្គាសអីបងប្អូនពូមីមីងណាប្រយ័ត្នយ៉ែងទាំងអស់គ្នាណាអ្នកស្រុកអ្នកភូមិក្នុងសហគមន៍គឺយើងចេះដាស់តឿនគ្នាអញ្ចឹងបងប្អូនបាទមូលហេតុអីពោះផ្ទះជាប់សឹងជាប់តបូលគ្នាហ្នឹងបងប្អូនពេលដែលយើងអត់ខ្វាយខ្វល់អូផ្ទះហ្នឹងផ្ទះគាត់ទៅខ្វល់បើឆេះផ្ទះគាត់អត់ទេនេះចេះសមត្ថកិច្ចលឿនរហ័សទាន់ពេលវេលាដែលគាត់ខាត់បានទប់បានតែឆេះអស់តែ2ខ្នងចូលបើផ្លូវចង្អៀត
សម្បត្តិកិច្ចចូលអត់តាន់នោះយើងវិភាគយើងគិតពិចារណាមើលទៅកាន់តែច្រើនទៀតដែរកាន់តែច្រើនទៀតអញ្ចឹងទទួលដែលអង្គដែលពាក់ព័ន្ធបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងសហគមន៍ក្នុងមូលដ្ឋានក្នុងភូមិក្នុងឋានចេះជួយគ្នាគឺទោះបីជាផ្ទះណាក៏ដោយក៏យើងចេះឈឺឆ្អាលដែរឃើញដុតអីមិនទំនងឃើញដាំស្លឃើញប្រើភ្លើងប្រើខ្សែភ្លើងតបែបមិនទំនងអីគឺជួយនិយាយគ្នាបាទសួរថាយើងចេះឈឺឆ្អាលដោយសារតែផ្ទះខ្ញុំទៅខ្វាយខ្វល់អីមិញថាផ្ទះរបស់ពូមែនផ្ទះរបស់មីងមែនផ្ទះរបស់អ៊ំមែនតែពេលឆេះទៅឆេះដល់ផ្ទះខ្ញុំដែរណាបាទមិនចឹងလားបងបាទគឺយើងចេះជួយគ្នានៅកន្លែងហ្នឹងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ណាដែលគាត់យល់ដឹងជាងគាត់ចេះជាងចេះជួយចែករំលែកគ្នាហើយការនិយាយនោះការចែករំលែកការដាស់តឿនគ្នាហ្នឹងមិនមែនជាការបន្ទោសស្ដីថាឬក៏ចេះដឹងមាក់ងាយឌីលថ្មេះអីទេអត់ទេគឺយើងជួយរំលឹកគ្នាដើម្បីសុខសុវត្ថិភាពក្នុងសហគមន៍របស់យើងទេបាទដើម្បីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឃើញផ្ទះណាគាត់តខ្សែគាត់តភ្លើងគាត់អុជទៀនអុជធូបទុកចោលសែនសក្ការៈបូជាក្នុងពេលមានកម្មវិធីបុណ្យទានសែនព្រេនបែបសាសនាអីផ្សេងៗជួយរំលឹកគ្នាពូអើយមីងអើយបើអុជធូបក៏អុជទៅអុជទៀនក៏អុជទៅប៉ុន្តែចាំមើលផងណាមីងបើមីងចេញទៅផ្សារឬទៅណាមកណាតើចាំធូបអស់សិនបាទបើមិនចឹងពលុតសិនហើយចេញពីផ្ទះបិទប្រែតភ្លើងផងណាចាំបាច់មិនចាំបាច់ជួយដាស់តឿនគ្នាអញ្ចឹងគឺយើងធ្វើឲ្យយើងសុខនៅក្នុងសហគមន៍ព្រោះផ្ទះបងប្អូនប្រជាពលរដ្ឋជាប់អញ្ចឹងគ្នាណាដូចខ្ញុំនិយាយដែរតែឆេះផ្ទះមួយទៅហើយឆេះអស់គ្នាតែពលុតអត់តាន់ទេគឺទៅទាំងអស់បាទទៅទាំងអស់ហើយកុំនិយាយថាអូឆេះផ្ទះពូសុកតាផ្ទះមីងសៅមានអីដល់ពេលឆេះទាំងអស់គ្នាបងប្អូនណាបាទយើងជួយគ្នាទៅវិញទៅមកព្រោះករណីអគិភ័យឆាបឆេះក្នុងពេលបច្ចុប្បន្ននេះអត់រើសអើងទេអត់ថាផ្ទះអ្នកមានផ្ទះអ្នកក្រផ្ទះអ្នកអាក្រក់ផ្ទះអ្នកល្អផ្ទះអ្នកសផ្ទះអ្នកខ្មៅអត់ទេឆេះទាំងអស់ផ្ទះអ្នកមានក៏ឆេះបាទផ្ទះបងប្អូនប្រជាពលរដ្ឋក៏ឆេះដែរពេលខ្លះក៏ផ្ដើមចេញពីផ្ទះបងប្អូនប្រជាពលរដ្ឋដែលគាត់មិនសូវធូរធានហ្នឹងហើយគាត់មិនសូវយល់ដឹងហ្នឹងធ្វើកូនអាស្រមមួយឬកូនខ្ទមមួយបែបផ្ទះបែបធម្មតាសាមញ្ញហ្នឹងមើលទៅខ្សែភ្លើងរយីងរយោងមើលទៅកណាត់ខោអាវអូសរបស់របរសម្ភារៈដែលគ្មានសណ្ដាប់ធ្នាប់ដាក់គោទៅពីឲ្យតខ្សែភ្លើងអុជធូបញ៉ៃញ៉ៃពេលខ្លះឆេះចេញពីផ្ទះគាត់ហ្នឹងមកឆេះពីផ្ទះបងប្អូនប្រជាពលរដ្ឋដែលមិនសូវខ្វាយខ្វល់ទៅដល់ពេលឆេះមកឆេះដល់ផ្ទះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងកុំគិតថាអ្នកមានអ្នកក្រអ្នកអាក្រក់អ្នកល្អអ្នកសអ្នកខ្មៅគឺជួយគ្នាអប់រំគ្នាក្នុងសហគមន៍ក្នុងមូលដ្ឋានដើម្បីទទួលបាននៅចំណេះដឹងហើយនឹងចែករំលែកដាស់តឿនគ្នាហើយឲ្យយើងសុខសាន្តកុំឲ្យមានបញ្ហាអគិភ័យឆាបឆេះនឹងនិយាយអំពីការធ្វេសប្រហែលរបស់បងប្អូនប្រជាពលរដ្ឋតែមួយជ្រុងទៀតករណីខ្លះគឺពាក់ព័ន្ធទៅនឹងទូកខ្សែភ្លើងឬក៏បៀនភ្លើងធំមនុស្សពាក់ព័ន្ធជាមួយនឹងជំនាញជំនាញខាង EDC ឬក៏ខាងក្រុមហ៊ុនទទួលមកការខាងអគិសនីអញ្ចឹងទៅលោកត្រូវមើលស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវខ្សែភ្លើងដុំតង់ហ្វូដុំបបែកភ្លើងដុំណាដែលវាចាស់វាខុសស្តង់ដារវាហួសពេលវេលាវាអាចផ្ទុះឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋសូមឲ្យក្រុមហ៊ុនឬក៏ស្ថាប័នពាក់ព័ន្ធលោកមេតាពិនិត្យហើយដោះស្រាយដោះដូរជូនទៅបាទបងប្អូនប្រជាពលរដ្ឋយើងក៏លោករស់នៅបានសុខមិនភ័យព្រួយបារម្ភដោយសារតែទូកខ្សែភ្លើងក្នុងកាប៊ីនភ្លើងធំដែរបាទអរគុណលោកអ្នកទូទាំងជន